ប្រិមត្តទូរទស្សនិកជនជាទីគោរពក្រសួងការពារជាតិបានធ្វើសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារដូចខាងក្រោមនេះរាជធានីភ្នំពេញនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោងប្រមាណ 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានទ័ពកម្ពុជានៅតំបន់អានសេះនៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតនិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទច្បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសំដៅលើកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យម៉ឺងម៉ាត់ដូចគ្នាបាទអញ្ចឹងនេះគឺជាសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបាទដែលខ្ញុំបាទទទួលបាននៅមុននេះបាទដោយបានប្រកាសនៅព័ត៌មានថានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោង 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានទ័ពរបស់កម្ពុជាយើងនៅឯតំបន់អានសេះហើយនៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតហើយក៏ត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការការពារនៅបូរណភាពទឹកដីផងដែរបាទអញ្ចឹងខ្លឹមសារនៃការបង្ហោះរបស់ក្រសួងការពារជាតិគឺមានខ្លឹមសារតែប៉ុណ្ណេះតែខ្ញុំបានអានក៏ដូចជាជូនដំណឹងបន្តទៅដល់ពុកម៉ែបងប្អូនដែលតែងតែយកចិត្តទុកដាក់នៅបាទសកម្មភាពក៏ដូចជាតកតងជាមួយនឹងព័ត៌មានផ្សេងនៅតាមបណ្ដាព្រំដែនកម្ពុជាថៃបាទដែលមានការបម្រែបម្រួលយ៉ាងណានោះសូមពុកម៉ែបងប្អូនបន្តតាមដានជាមួយនឹងខ្ញុំបាទជាបន្តទៀតខ្ញុំបាទនឹងព្យាយាមទទួលយកព័ត៌មានផ្លូវការផ្សេងតាមបណ្ដាពេករបស់ក្រសួងពាក់ព័ន្ធផងដែរបាទអញ្ចឹងព័ត៌មាននេះខ្ញុំបាទសូមបញ្ចប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទអរគុណ